សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូមួយដើម្បីចែកម្លែកទៅកាន់អ្នកនរគ្នាអំពីរបៀបនៃការប្រើ EndNote អញ្ចឹងចំពោះអ្នកដែលគាត់ត្រូវការសរសេរ assignment ឬមួយក៏សារណានេះ Canvas អីអញ្ចឹងត្រូវការ manage ទៅលើ reference ត្រូវការប្រើ EndNote គឺអាចមើលវីដេអូហ្នឹងបានអញ្ចឹង EndNote គឺជា software មួយដែលយើងប្រើដើម្បីទៅលើ manage ទៅលើ reference បើន័យថាយើងមិនបាច់ចាំប្រើ manually ធ្វើខ្លួនឯងមួយឯងគឺយើងប្រើតែ software ហ្នឹងទៅគឺវាជួយ manage reference យើងទៅតាម order បាននេះហើយវាងាយស្រួលទៀតអញ្ចឹងឥឡូវយើងមើលទាំងអស់គ្នាជាដំបូងគឺយើងត្រូវមាន app EndNote ហ្នឹងសិនដោយសារ computer របស់ខ្ញុំបាន install ហើយអញ្ចឹងគឺខ្ញុំមានស្រាប់ហើយបន្ទាប់មកយើងបើក new ហើយកន្លែងនេះគឺយើង save ឈ្មោះរបស់យើងខ្ញុំអាចដាក់ឈ្មោះណា DD2 អញ្ចឹងទៅខ្ញុំ save ទុកហើយបន្ទាប់មកគឺខ្ញុំ open គឺខ្ញុំបើកបាននេះ EndNote ហើយខ្ញុំចូលទៅដល់ document របស់ខ្ញុំអញ្ចឹងនេះ document ដែលខ្ញុំមានស្រាប់ហ្នឹងខ្ញុំយកមកឧទាហរណ៍ឲ្យអ្នកនរគ្នាមើលឧទាហរណ៍ថាខ្ញុំសេ sentence ទី1ខ្ញុំមាន reference 1 sentence ទី2មាន reference 2រហូតចុងក្រោយនេះគឺមាន27 reference អញ្ចឹងនេះគឺ references របស់ខ្ញុំហ្នឹងគឺមាន27ហ្នឹងអញ្ចឹងចំពោះ reference ដែលវាចេញមកនេះគឺខ្ញុំ EndNote ហ្នឹងគឺវារៀបចំខ្លួនឯងហ្មងមិនមែនខ្ញុំជាអ្នកទៅសេវាចាញ់ទេអញ្ចឹងឥឡូវហ្នឹងយកឧទាហរណ៍ថាខ្ញុំចង់ដាក់ reference ទី1ទី2ខ្ញុំចង់ដាក់ហ្នឹងធ្វើមិនចង់ឧទាហរណ៍ថាខ្ញុំមើលទៅលើ reference ទី2នេះចុះអញ្ចឹង reference ទី2ខ្ញុំ copy វាមកយើងចង់ដាក់ទៅក្នុង document ហ្នឹងយើងធ្វើមិនអញ្ចឹងដំបូងគឺយើងចូលទៅក្នុង PubMed របស់យើងសិនទៅខ្ញុំ copy ហើយវា load មកហើយអញ្ចឹងតើកន្លែងនេះវាមានច្រើននេះ citation នេះយើងយកពាក្យ citation យកពាក្យ cite ហ្នឹងហើយបន្ទាប់មកយើង copy ឬមួយក៏ download អញ្ចឹងដោយសារតែយើងត្រូវ upload វាចូលទៅក្នុង EndNote អញ្ចឹងយើងត្រូវ download វាអញ្ចឹងបានន័យថាវាចូលទៅក្នុង folder download របស់ខ្ញុំហើយអញ្ចឹងបន្ទាប់មកយើងចូលទៅក្នុង EndNote វិញហើយយើងយកពាក្យ import យើងយក file import ហើយបន្ទាប់មកនេះ download file ដែលខ្ញុំ download ហើយមិញយើង import មកអញ្ចឹងគឺយើងទទួលបាន reference ហ្នឹងហើយអញ្ចឹងយើងចង់ដាក់នៅក្នុង document យើងធ្វើម៉េចគឺយើងត្រូវ select លើ reference ហ្នឹងសិនហើយយើងចូលមកក្នុង document យើងវិញអញ្ចឹងយើងចូលទៅមើលកន្លែងលេខ2មិញទៅខ្ញុំដាក់ឡើងវិញម្ដងទៀតឧទាហរណ៍ថាកន្លែងខ្ញុំដាក់ថ្នាំអញ្ចឹងគឺខ្ញុំ insert citation នេះហើយខ្ញុំយកពាក្យ insert selected citations អញ្ចឹងបានន័យថាដោយសារតែខ្ញុំមិញបាន select ហើយអញ្ចឹងខ្ញុំគ្រាន់តែចុចពាក្យ insert selected citation ហ្នឹងទៅហើយវា update ឲ្យហើយនេះវា load ឲ្យហើយតាមពិតដោយសារតែវាមានស្រាប់អញ្ចឹងខ្ញុំសាកលុបសិនខ្ញុំដាក់ម្ដងទៀត insert citation អញ្ចឹងនេះវា load ឲ្យហើយលេខ2ហើយបន្ទាប់មកឧទាហរណ៍ថាខ្ញុំចង់ដាក់លេខ3នេះម្ដងទៀតខ្ញុំត្រូវធ្វើម៉េចខ្ញុំឧទាហរណ៍ម្ដងទៀតអញ្ចឹងឥឡូវខ្ញុំលុបចោលសិនណាឲ្យដឹងថាអានេះអត់មានទេខ្ញុំចង់ដាក់ reference ទៅលើ sentence មួយហ្នឹងនេះវា load ឡើងឲ្យញ៉ៃពេញនឹងវិញហើយដោយសារតែខ្ញុំ update មកញ៉ោអញ្ចឹងឥឡូវខ្ញុំ copy reference នេះលេខ3មិញយើងចូលមកក្នុង PubMed យើងមកហើយយើង copy វាទៅតមកនេះ paper ហ្នឹងអញ្ចឹងមានពាក្យផ្សាយយើងចុចផ្សាយហើយយើង download វាម្ដងទៀតមកសូមន័យថាវានៅក្នុង folder download របស់ខ្ញុំហីហើយខ្ញុំចូលទៅក្នុង EndNote ខ្ញុំយកពាក្យ import តមកនេះអាចុងក្រោយរបស់ខ្ញុំមិញហ្នឹងខ្ញុំ import ទៅគឺវា load មកហើយកន្លែងនេះតមកចូលទៅក្នុង Microsoft Word តមកលេខ sentence ហ្នឹងគឺយើងគ្រាន់តែ insert វាទៅយើងទុកបាន reference ទី3ហ្នឹងហើយបន្ទាប់មកបើខ្ញុំចង់លើកអាទី3ហ្នឹងណាទៅដាក់ទី2វិញឧទាហរណ៍ Ctrl C ខ្ញុំឧទាហរណ៍ខ្ញុំលើកដាក់ចន្លោះទី1ទី2នេះហើយបន្ទាប់មកខ្ញុំចង់ដាក់ reference ហ្នឹងណាម្ដងទៀត insert អញ្ចឹងវា load មកទី2ហើយខ្ញុំ load មកមិញហ្នឹងទី2ដល់ពេលអាទី2
2មិនលោតមកទី3អីឃើញអត់អានេះទី2ដែរដោយសារតែវា sentence ដូចគ្នា reference ដូចគ្នាអញ្ចឹងវាលោតដូចគ្នាចុះអញ្ចឹងប៉ុណ្្នឹងឯងរបៀបនៃការប្រើ endnote ហើយចុងក្រោយ reference នេះគឺវានឹងលោតឲ្យចេះវារៀងញ៉ៃអញ្ចឹងតែយើងអាចសេរីខ្លួនឯងឡើងវិញ format ឲ្យស្អាតវិញទៅអញ្ចឹងអូខេហើយអញ្ចឹងណាអូខេប៉ុណ្្នឹងឯងបាយបាយ